ទីក្រុងនេះមានភាពល្បីល្បាញយ៉ាងខ្លាំងដោយសារតែខ្លាំងណាស់ពាណិជ្ជកម្មញឹកញាប់ទូយ៉ាងណាក៏ដោយទន្លេមួយបានហូរកាត់វាហើយបន្ទាប់មកបោះចូលទៅក្នុងសមុទ្រតើទំនិញអាចដឹកជញ្ជូនទៅធនាគារទល់មុខដោយរបៀបណាដំណោះស្រាយដ៏ឆ្លាតវៃដែលអ្នកបានមកជាមួយគឺសាឡាប៉ុន្តែនេះគឺនៅមាត់ទន្លេកន្លែងដែលចំណូលបានហក់ឡើងយ៉ាងខ្លាំងហើយខ្យល់បក់បោកឬក៏កាសសាហាវក្នុងស្ថានភាពព្យុះកប៉ាល់អាចថែគួរនឹងអាយុជីវិតមនុស្សមានហានិភ័យអ្នកបានឈានជើងចូលដល់ចេតនាហើយសម្រាប់ចិត្តសាងសង់ស្ពានដំបូងអ្នកបានសាកល្បងគាស់ថ្មក្នុងទន្លេដើម្បីបង្កើតផែននឹងដាក់បន្ទះជួយឆ្លងកាត់ពួកគេប៉ុន្តែបន្ទះក្តារត្រូវបានរលកបក់បកទៅឆ្ងាយហើយបង្គោលក៏ត្រូវបានលេបចូលដោយស្រទាប់ប្រាស់នៃដីល្បាប់វិធីសាស្ត្រផ្លាស់ប្ដូរយ៉ាងឆ្លាតវៃអ្នកបានងាកទៅរកវិធីសាស្ត្របុរាណនៃការបាក់បោកគំនោទេខ្សាច់ទន់និងជ្រៅនៅបាតទន្លេក្រាស់ជាច្រើនម៉ែត្ររារាំងគំនោឈើមិនឲ្យទៅដល់ដីរឹងទោះបីជាពួកគេត្រូវបានបង្ខំដោយរបៀបណាក៏ដោយក៏ជ្រុលតែហក់មកនឹងបក់បកឆ្ងាយពីពួកជុំវិញហើយខ្យល់រលកតិចតួចបំផុតនឹងធ្វើឲ្យពួកវាអន្តែរលំស្ពានគ្រាន់តែមិនឈរបន្ទាប់មកត្រូវបានបំផុសគំនិតដោយការយល់ដឹងអំពីដីនេះប្រសិនបើអ្នកចង់ដើរឆ្លងកាត់ព្រៃជ្រៅដោយមិនលិចអ្នកបង្កើនតំបន់ទំនាក់ទំនងជាមួយផ្ទៃអ្នកបានទុកឈើដោយថ្មហើយបោះចោលនៅតាមស្ពានអាចចូលទៅក្នុងទន្លេថ្មបានលិចនៅលើដីល្បាប់ហើយនៅក្រោមការបោះសម្អាតឥតឈប់ឈរនៅបច្ចុប្បន្នពួកគេបានបង្រួមកាន់តែតឹងបណ្ដាផ្លូវថ្មទាបប្រវែងជាង500ម៉ែត្រនិង25តឹងហើយក៏បានក្លាយជារូបរាងនេះគឺជាគ្រឹះក្បូនដំបូងបង្អស់របស់ពិភពលោកដោយមានមូលដ្ឋានលំនឹងនៅនឹងកន្លែងឥឡូវនេះអ្នកអាចសង់សង់ការ៉េនៅលើកំពូលប៉ុន្តែមុខទូលាយរបស់ថៃចាប់បានកម្លាំងពេញទំហឹងក្បាច់របស់នៅលើធ្វើឲ្យពួកគេងាយនឹងត្រូវបានទាញចេញជាមួយនឹងភាពប៉ិនប្រសប់អ្នកបានកែទម្រង់ផែននីមួយចូលទៅក្នុងទឹកដូចទម្រង់រាងជាកប៉ាល់បំបែកទឹកចំណូលដែលកំពុងបក់បក់ចូលទៅក្នុងនឹងកាត់បន្ថយយ៉ាងខ្លាំងកម្លាំងផលប៉ះពាល់ប៉ុន្តែយូរទៅថ្មនៅតែផ្លាស់ប្ដូរចេញពីកន្លែងអ្នកបានបង្កើតដំណោះស្រាយដ៏ប៉ិនប្រសប់មួយទៀតនេះគឺជាតំបន់ដែលទឹកសាបនិងទឹកប្រៃបានជួបគ្នាអ្នកបានដាំដុះឲ្យស្ទនៅលើផែនឲ្យស្ទបន្តពូជយ៉ាងឆាប់រហ័សហើយអាចបំបាំងរបស់វារួមបញ្ចូលគ្នាជាមួយសម្បូរផលប្រយោជន៍របស់ពួកគេធ្វើការចងថ្មរលុងចូលគ្នាយ៉ាងរឹងមាំរុនរឹងដូចជាស៊ីម៉ង់ជីវសាស្ត្រធម្មជាតិវាកាន់តែយូររចនាសម្ព័ន្ធកាន់តែរឹងមាំបច្ចេកទេសនេះត្រូវបានគេស្គាល់ថាជា oyster solidification ជាមួយនឹងគ្រឹះស្ពានឥឡូវនេះរឹងមាំបញ្ហាប្រឈមចុងក្រោយនៅតែមានប៉ុន្តែបន្ទះឈើមិនអាចទប់ទល់នឹងរលកបក់បកបានទេអ្នកបានទៅត្រង់សម្រាប់ដំណោះស្រាយចុងក្រោយក្នុងកំឡុងពេលទឹកចំនួនទូកឈើបាននាំខ្ញុំចូលទៅក្នុងទីតាំងខាងលើបង្គោលពេលចំណូលលេខទូកក៏ចុះមកក្រោមទម្លាក់ខ្ញុំចូលកន្លែងយ៉ាងជាក់លាក់នេះបានក្លាយជាអង្កេតដែលគេស្គាល់ដំបូងបំផុតវិធីសាស្ត្រដាក់ខ្ញុំអបអសាទរអ្នកបានបង្កើតស្ពានបុរាណដ៏អស្ចារ្យមួយក្នុងចំណោមស្ពានបុរាណទាំង4របស់ប្រទេសចិនស្ពាននួយអនុវត្តជីវវិទ្យាយ៉ាងប៉ិនប្រសប់ដើម្បីពង្រឹងហើយវាបានក្លាយជាថ្មឆ្លងសមុទ្រដែលនៅរស់រានមានជីវិតដំបូងបំផុតរបស់ពិភពលោកស្ពានខ្ញុំរកបាននៅចំនួននៃស្ពានទី1នៅក្រោមមេឃ